ជំរាបសួរបងប្អូនដែលជា fan MN និទានមរណៈ fan ឆ្ងល់ខ្លះដែរ admin ឆ្ងល់ដែរថាហេតុអីបានជាបងប្អូនទាំងអស់គ្នាដែលជា fan ចូលចិត្តស្ដាប់នៅរឿងនិទានខ្មោចចូលចិត្តនៅស្ដាប់រឿងខ្មោចបើទោះបីជាមានអារម្មណ៍ថាភ័យខ្លាចក៏ដោយជាពិសេសណាបើសិនជាបានស្ដាប់នៅពេលយប់តែម្នាក់ឯងនៅកណ្ដាលព្រៃឬក៏ទីស្ងាត់ជាងក្នុងបន្ទប់តែម្នាក់ឯងនៅមានអារម្មណ៍បែបណាទៅណាសម័យទៅក៏ដឹងតែបងប្អូនទាំងអស់គ្នានឹងភ័យខ្លាចដែរតែកាន់តែភ័យខ្លាចកាន់តែចង់ស្ដាប់អូខេចឹងកុំឲ្យខាតពេលយូរនៅសាច់រឿងមួយនេះគឺនិយាយអំពីរឿងចិញ្ចឹមខ្មោចបង្ក្រាបក្មេងយូកុងនេះគឺជារឿងដែលបាននិយាយតៗគ្នាតាំងពីយូរមកហើយជារឿងរបស់សាកសពមានជីវិតដែលចេះដើរបាននិងអាចប្រើឲ្យធ្វើអ្វីក៏បានប៉ុន្តែគ្រាន់តែសពនោះនិយាយមិនកើតតែប៉ុណ្ណោះម្ចាស់របស់សាកសពមានជីវិតនេះឈ្មោះអ៊ំឈៀងអាយុ60ឆ្នាំហើយផ្ទះរបស់គាត់ប្រើឈើចាស់ដែលលោកចៅអធិការវត្តអនុញ្ញាតឲ្យសង់នៅលើដីជាវត្តអ៊ំឈៀងមានរូបរាងស្គមខ្ពស់ត្រូវនឹងគាត់ចេះចិញ្ចឹមខ្មោចទៀតមុខមាត់របស់គាត់ចង់កាត់ទៅរកខ្មោចដែរក្មេងៗវត្តមិនដែលហ៊ានទៅក្បែរផ្ទះរបស់គាត់ឡើយបើនៅពេលយប់ទៀតរឹតតែគ្មានអ្នកណាហ៊ានទៅក្បែរសោះឡើយព្រោះខ្លាចកិត្តិស័ព្ទដែលគាត់ជាយ៉ាងខ្មោចនោះឯងទោះយ៉ាងនេះក្តីក៏នៅមិនតមានអ្នកណាម្នាក់ធ្លាប់ឃើញខ្មោចដែលគាត់ចិញ្ចឹមនោះឡើយព្រះអាទិត្យទើបនឹងអាស្ដង្គតទៅថ្មីក្មេងវត្តវ័យជំទង់ពីរនាក់មានការឆ្លោះវិវាទគ្នាដល់ថ្នាក់វាយតប់ដណ្ដើមគ្នារៀងខ្លួនអាឈុំតទល់ជាមួយនឹងអារិទ្ធមិនបានទេពីព្រោះតែវាតូចជាងអារិទ្ធមិនអាចចោះចាញ់អ្នកណាសោះវាធ្វើឲ្យក្មេងកោងកាងនៅវត្តនេះរហូតមកក្មេងក្នុងវត្តទាំងអស់ត្រូវខ្លាចវារៀបថ្ងៃនេះអាឈុំត្រូវអារិទ្ធដាល់ហើមមុខហើយអាឈុំរត់សំដៅទៅផ្ទះអ៊ំឈៀងទាំងភ្លេចរឿងខ្មោចអញ្ចឹងទៅអ៊ំឈៀងជួយផងអ៊ំស្អីអាឈុំជួយផងអ៊ំអារិទ្ធវាដេញដាខ្ញុំស៊ូនឹងវាមិនបានទេអារិទ្ធនេះវាឆ្លើយណាស់ចង់ធ្វើខ្លួនជាអ្នកជើងកាងក្នុងវត្តផងហើយមិនអីទេអាឈុំឯងទៅឈរត្រង់នេះហើយចាំអ៊ំប្រើកូនចៅទៅចាត់ការវាឲ្យណែអាសូរបន្តិចទៀតឯងចុះមកចាត់ការជាមួយអ្នកលេងនៅក្នុងវត្តបន្តិចទៀតណាស្ងាត់ឆឹងគ្មានឮសំឡេងតបសោះអាឈុំងាកទៅមើលផ្ទះអ៊ំឈៀងទាំងងឿងឆ្ងល់អារិទ្ធមើលពីចម្ងាយមកឃើញគូប្រយុទ្ធរបស់នឹងវាកំពុងឈរលាក់ខ្លួនពីក្រោយខ្នងអ៊ំឈៀងទាំងភ័យខ្លាចវាតាមមកឲ្យអ៊ំធ្វើពងើយទៅណាកុំខ្លាចទុកអ៊ំចាត់ការឲ្យឃើញដូច្នេះអារិទ្ធតាំងគំរាមថាចេញមកហើយអាឈុំទៅឈរពួនទៅអីឆាប់ចេញមកឲ្យអញទាត់ទៅស្រួលប្រសើរជាងអ៊ំឈៀងតបថាអារិទ្ធឈប់ត្រង់នោះហើយកុំចូលមកទៀតណាឯងកុំចេះតែធ្វើបាបគេឯងអញ្ចឹងអាងតែគេតូចជាងខ្លួនមិនល្អនោះទេមិនមែនជារឿងរបស់អ៊ំទេកុំចេះវានិយាយព្រមទាំងបញ្ចេញសាច់ដុំដាក់អ៊ំឈៀងអ៊ំកុំតវ៉ាវាប្រយ័ត្នជឿខ្លួនម្នាក់ទៀតអូហូជ្រុលពេកទៀតដឹងអារិទ្ធមាត់របស់ឯងនៅមិនទាន់អស់ក្លិនទឹកដោះផងអីក៏ប្រហើនម្លេះឯងនៅស្គាល់អ៊ំឈៀងតិចពេកហើយអារិទ្ធគាត់និយាយរួចក៏ងាកមុខសម្លឹងទៅលើផ្ទះម្ដងទៀតគាត់ស្រែកប្រាប់ថាអាសូរឯងឡើងមកប្រដៅអារិទ្ធឲ្យស្គាល់អ៊ំឈៀងច្បាស់ជានេះមកទៅព្រាមនោះ
ក៏មានរៀងមួយចោះពីលើផ្ទះមកស្កាត់មុខអារិតតថ្នាក់ភ្នែកសនៅពេលដែលបានឃើញរូបរាងនោះច្បាស់វាស្គមរហូតឃើញសុទ្ធតែឆ្អឹងមានសុទ្ធតែដំបៅពេញខ្លួនមុខវែងច្រមុះខើចថែមទាំងមានធ្មេញស្រួយផងខ្មោចលោងជួយផងអារិតស្លែកព្រាត់សំឡេងរត់គេចអត់ងាកក្រោយអាសូឯងតាមត្រូវបដៅវាឲ្យរៀងចាម្ដងទៅប៉ុន្តែកុំឲ្យដល់ថ្នាក់វាងាប់វើយអាសូខ្មោចបំរើទទួលបញ្ចាំអញ្ជៀងក៏ធ្វើដំណើរតាមក្រោយអារិតទៅអាឈុំឈរញាក់ស្គៀមចង្កិចគ្នាកិច្ចនិយាយលេងរួចអ៊ំឈៀងឃើញដូច្នេះក៏ទះស្មាអាឈុំតិចឲ្យដឹងខ្លួនវិញណែអាឈុំមិនចាំបាច់ខ្លាចវាទេវាមិនធ្វើអីឯងទេក្មេងវត្តដឹងខ្លួនវិញវាព្យាយាមបញ្ចេញសំឡេងចេញមកទាំងលំបាកថាស្អីគេអ៊ំខ្មោចណែអាឈុំវាជាខ្មោចឆៅជាទីស្កររបស់អ៊ំប្រើវាគ្រប់យ៉ាងទុកចិត្តបានឯងត្រឡប់ទៅវិញបានហើយប្រញាប់ចូលដេកទៅកុំចេញមកមើលខាងក្រៅអសោះប្រយ័ត្នអញជួយបានអាឈុំរត់សំដៅទៅវត្តយ៉ាងលឿនពេលទៅដល់គាត់វាប្រញាប់រុញទ្វារចូលទៅដេកជាមួយនឹងលោកបងលេងអឺតមកខាងក្រៅចំណែកអារិតវារត់ទៅដល់វត្តមិនឃើញសល់អ្នកណាម្នាក់ព្រោះក្មេងវត្តចូលដេកអស់ហើយវាក៏ប្រញាប់រត់តាំងទៅលើគាត់ចូលទៅក្នុងបន្ទប់វាបិទបង្អួចរួចដាក់កន្លឹះទ្វារយ៉ាងជិតសំឡេងឆ្កែក្នុងវត្តនាំគ្នាលុបចង្គៀងត្រហឹងអារិតបារម្ភព្រាបទូភួយចិត្តទាំងក្បាលទាំងជើងមួយសន្ទុះវាបានឮសំឡេងគោះទ្វារពីរបីតុករួចស្រាប់តែទ្វារនោះរបើកដោយខ្លួនឯងអារិតបង្ហើបភួយមើលឃើញមុខរបស់អាសូខ្មោចឆៅរីកធំពេញមាត់ទ្វារបញ្ចេញសំឡេងងងឹលអារិតវាស្ទុះចេញពីភួយស្រែកខ្លាំងហៅគេជួយទាំងរត់ឆ្លាក្នុងបន្ទប់តែម្នាក់ឯងវារត់តតែផ្លត់ជើងដួលបកក្បាលនិងជញ្ជាំងសន្លប់បាត់ស្មារតីទៅអារិតត្រូវដេកជាបាអស់2-3ខែតម្រាំតែជារបួសនិងបាត់ភ័យចាប់តាំងពីនោះមកអារិតត្រូវជាក្មេងសុភាពរាបសារមិនបានធ្វើបាបក្មេងវត្តដោយពីមុនទៀតឡើយរៀងរហូតទៅដល់ស្លាប់សាច់រឿងនេះបានមកដល់ទីបញ្ចប់ផងដែរតើប្រិយមិត្តអ្នកស្ដាប់យល់ឃើញពីសាច់រឿងមួយនេះដូចម្តេចដែរអាចធ្វើការចែករំលែករឿងរ៉ាវដែលបងប្អូនជួបបែបណានៅខាងក្រោមវីដេអូមួយនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយ